កុំដាក់សម្ពាធឲ្យខ្លួនឯងច្រើនពេកកុំព្យាយាមធ្វើឲ្យខ្លួនឯងពិបាកចិត្តច្រើនពេកអ្នកណាគេក៏គេចង់បានអនាគតល្អដែរណាគេក៏កំពុងជួបបញ្ហាដូចគ្នាដែរយើងគ្រប់គ្នាតែងតែចង់បានអនាគតល្អដូចគ្នាអញ្ចឹងតែពេលវេលាមួយហ្នឹងវាអត់តន់អំណោយផលព្រោះតែយើងអត់ទើបយើងចង់បានទើបយើងចង់មានព្រោះតែយើងអត់ទើបយើងរីករាយជាមួយនឹងប្រាក់ខែតិចតួចរបស់យើងនឹងការងារមួយដែលយើងកំពុងតែធ្វើទោះបីជាយើងដឹងថាគ្រប់គ្នាគេមិនសូវឲ្យតម្លៃការងាររបស់យើងតែយើងពេញចិត្តនឹងធ្វើវាព្រោះតែប្រាក់ចំណូលដែលយើងទទួលបានពីវាកុំព្យាយាមធ្វើឲ្យខ្លួនឯងបាក់ចិត្តច្រើនពេកពេញចិត្តនៅអីដែលខ្លួនឯងមានទៅបើប្រាក់ខែបានក៏យកមកផ្គង់ជីវភាពខ្លួនឯងទៅហើយសុបាយចិត្តទៅដើរមកដល់ចំណុចនេះហើយខ្លាចអីជាមួយនឹងឧបសគ្គទូចចុះមានឧបសគ្គច្រើនជាងនឹងទៀតដែលយើងត្រូវជួបហឹងមាំឡើងដើម្បីអនាគតយើងតាសុបាយចិត្តទៅកុំបាក់ចិត្តច្រើនពេកវាអត់មានបានអីមកវិញទេ